Chừng. Dạ, tịch. Chìm rồi. Cho mày này. Nhá. Lùi. Lùi với chân gầu viên ở cả lại trong chứ. Lùi. Mình chưa hay vì cả lại. Mình chưa mà to hay. នេះគឺជាការងារនឹងជាមុខរបររបស់ខ្ញុំតាំងពីក្មេងហើយទម្លាប់របស់ខ្ញុំតាំងពីក្មេងគឺបែបបាច់ត្រីរកឃុំហើយបច្ចុប្បន្នក៏នៅតែរកខ្ញុំនៅតែលក់នៅតែដូរនៅតែស្វែងនៅតែរករបស់ទាំងនឹងដដែលជីវិតខ្ញុំជាឆ្ងាយពីកន្លែងហ្នឹងទេបងប្អូនអាចនិយាយបានថាខ្ញុំចេះផលិតវីដេអូចេះអីមែនក៏ប៉ុន្តែនិយាយពីកម្រិតវប្បធម៌ការរៀនសូត្រការតំណាក់តំណងគឺខ្ញុំមិនមានទេអាចនិយាយថាវាតិចតួចខ្លាំងមែនតើហៅថាភាពតំណាក់តំណងឬក៏ថាអីគេរបៀបយើងរកការងារធ្វើបែបជាអ្នកផលិតវីដេអូបាន sponsor តែថ្លៃគឺមិនមានទេចំពោះខ្ញុំនោះអញ្ចឹងអ្វីក៏ខ្ញុំធ្វើដែររាល់ថ្ងៃនេះមិនខ្វល់ទេកុំឲ្យទៅឆក់ប្លន់សម្រាប់អ្នកដទៃអញ្ចឹងខ្ញុំតែប៉ុណ្្នឹងឯងហើយវីដេអូយើងថ្ងៃនេះគឺយើងធ្វើដំណើរឆ្ពោះទៅកាន់កំពូលភ្នំដើម្បីរកឃុំនិងបាច់ត្រីខ្សានហើយនេះការធ្វើដំណើរទៅហើយបងប្អូនមើលមកតែអាចទៅប៉ែវិញនិយាយទៅដល់ណាលក់ដូរអីមុខរបរវាបាទតែពិតយើងត្រូវនិយាយឲ្យមានភាពតប៉ែខ្លះដើម្បីឲ្យមើលមកវាធ្វើឲ្យយើងស្ដាប់មកមានសាច់រឿងអញ្ចឹងណាបងនេះកន្លែងដាក់អន្ទាក់សัตว์របស់អ្នកភូមិខ្ញុំដើរមកឃើញដងខ្សែតែខ្សែទៅបាត់ហើយលើភ្នំជីនេះបើថាអ្នកចេះបណ្ណាក៏ដោយតែដើរអត់ដឹងកន្លែងទេអត់មានទឹកផឹកទេគិនដេកឡោហើយដោយសារតែអីតើអ្នកស្គាល់ក្នុងតំបន់ហ្នឹងគឺមានតែកន្លែងប្រហែលទៅនេះបានន័យថាមានតែកន្លែងប្រហែលកន្លែងតែប៉ុណ្ណោះដែលវាមានទឹកចេញអញ្ចឹងខ្ញុំនៅក្នុងតំបន់ហ្នឹងខ្ញុំដឹងថាតំបន់ណាដែលមានទឹកចេញហើយតំបន់ណាដែលដើរទៅមិនមានទឹកផឹកអញ្ចឹងយើងប្រឹងដើរតាមនេះរកឃុំឃើញខ្លះអត់ខ្លះថតខ្លះអត់ខ្លះនិយាយអញ្ចឹងទៅយើងពិតធ្វើតែពិតរដើម្បីទុកយកនិយាយធ្វើវីដេអូណារដើម្បីទុកយកប្រហែលថ្ងៃក្រោយតែខ្ញុំត្រឡប់មកពីចិននេះបងប្អូនកំពុងតែត្រៀមខ្លួនទៅចិនឥឡូវបងប្អូនមើលវីដេអូនេះខ្ញុំកំពុងនៅហោះយន្តហោះទៅចិនហើយលើកទី1ដែរដែលជិះយន្តហោះទៅចិនបងប្អូនហើយនេះដានជ្រូកបងប្អូនអញ្ចឹងខ្ញុំនិយាយតិចទៀតបងប្អូនក្តីសម័យយើងក៏ដោយមិនថាឆ្ងាយប៉ុណ្ណាទេតែយើងប្រឹងដើរវានឹងដល់ហើយនេះកន្លែងនៅទឹកយើងទៅដូចយើងប្រឹងដើរទៅលើភ្នំដើរដល់អញ្ចឹងតែម្ដងនេះគឺជាសាប៊ូកក់សក់និងសាប៊ូដុសខ្លួនសាហារ៉ាដែលជាផលិតផលរបស់កូនខ្មែរនិងផលិតនៅខ្មែរហើយពិតជាមានមោទនភាពមែនទែនសម្រាប់ស្នាដៃកូនខ្មែរយើងដែលផលិតជាសាប៊ូដុសសក់និងសាប៊ូដុសខ្លួនសាហារ៉ានេះមកបើនិយាយពីគុណភាពវិញមួយទឹកភ្នំបែបនេះបងប្អូនហើយមានជាតិម៉ុងតលដាក់ទៅតិចក្បាលហើយសាប៊ូ 24K សាប៊ូដុសខ្លួនទៀតគេហ្នឹងក៏ដាក់ទៅធ្វើយើងស្រស់ស្រាយតែម្ដងហើយអ្វីដែលពិសេសនោះគឺមានមុខងារកាត់បន្ថយសក់ជ្រុះបំបត្តិអង្គែធ្វើឲ្យសក់យើងរលោងស្អាតបងប្អូនជាពិសេសតិចស្បែកក្បាលសារមានជាតិម៉ុងតលស្រស់ស្រាយក្រោយពីកក់រួចសាប៊ូដុសខ្លួនសាហារ៉ាមាន Gold Collagen បងប្អូនជួយឲ្យស្បែករបស់យើងនៅពេលដុសទៅភ្លឺរលោងនិងមានសំណើមបំបត្តិបាក់តេរីរហូតដល់ 99% សាប៊ូកក់សក់និងសាប៊ូដុសខ្លួនសាហារ៉ាជាផលិតផលរបស់កូនខ្មែរផលិតនៅខ្មែរជួយគ្រប់គ្រងផលិតផលក្នុងស្រុកហើយយើងបង្កើនសេដ្ឋកិច្ចជាតិបងប្អូនហើយដែលពិសេសបងប្អូនសាប៊ូកក់សក់សាហារ៉ាកំពុងតែរើសតំណែងចាយទូទាំងប្រទេសថែមទៀតផងហើយតំណាក់តំណងលេខទូរស័ព្ទខ្ញុំដាក់ក្រោម description អាចតាក់ទងទៅខាងសាហារ៉ាផ្ទាល់តែម្ដងអ្នកដែលមានបំណងបោះដុំនិងទិញយកទៅចាយលក់បន្តមួយទឹកហើយក៏hơiសើតាទីតែមើលទៅនេះគឺស្ដាច់ទីហើយភ្នំជីគឺកន្លែងហ្នឹងហើយស្ដាច់ទី Chừng. Dạ, tịch. Chìm rồi. Cho mày này. Nhá. Lùi. Lùi với chân gầu viên ở cả lại trong chứ. Lùi. Mình chưa hay vì cả lại. Mình chưa mà to hay. ហើយនេះបងប្អូនខ្ញុំមិនអត់របបទេត្រឡប់តាំងពីក្មេងតាំងពីចេះដើរព្រៃចេះដាក់អន្ទាក់ចេះរកសត្វខ្ញុំអត់ជួយរបស់សំណាងគឺខ្ញុំតែងតែហូបហើយព្រោះអ្នកព្រៃមិនមានតំណមច្រើនឬក៏មិននឹកឃើញថាពីអត់របបទេតែសម្រាប់បងប្អូនមិនដែរហូបឬបងប្អូនអ្នកដែលគាត់មានជីវភាពខ្ពស់គាត់ឃើញហូបបែបនេះក៏គិតថាអត់របបអីចឹងទៅតែនេះជាអត់ទេជាទំនៀមទម្លាប់អ្នកដើរព្រៃទេបងប្អូនហើយដើរឃើញខ្មុំមួយឡោហើយប៉ុណ្ណាណីអត់តមានទឹកទុកសិនកាប់ដើមចំណាំទុកសូត្រមន្តអាគមទុកអ្នកណាយកតិចឲ្យហ៊ានយកតែអញ្ចឹងខ្មុំព្រៃដែលយើងឃើញយើងបោះយើងយើងចងដើមគេដឹងហើយមកដល់រកកន្លែងបំបាយត្រីខ្សានដើម្បីអីគឺដើម្បីធ្វើឲ្យវាស្រស់ស្រាយពេលយើងយកត្រីទៅចិញ្ចឹមដល់ប៉ុន្តែត្រីខ្សាននេះខ្ញុំទើបតែមើលអ៊ីនធឺណិតមួយរយៈក្រោយដែរទេឃើញថាវាស្អាតតាមតំបន់ឬប្រទេសផ្សេងតាមពណ៌តាមទឹកហើយប្រទេសខ្មែរយើងត្រីខ្សានមិនសូវជាមានតម្លៃទេតែបងប្អូនណាទិញដែលចង់ទិញអាចតាក់ទងមកខ្ញុំបានខ្ញុំអាចចាប់លក់ដោយសារឥឡូវខ្ញុំមានការងារធ្វើទេអញ្ចឹងខ្ញុំអាចដាក់ចាប់ត្រីលក់ដើម្បីចិញ្ចឹមជីវភាពបាទតែពិតទៅយើងកំពុងតែកំងទូកាត់កញ្ចក់ដាក់វាដែរដើម្បីចិញ្ចឹម Dạ lộn thành bắp.
น่าก่อนอีสะอาดอ่ะโยกตุยกระบดมาดมบ้างโยพ่นហើយមិនដៅនេះគឺមានតែ2ទេបងប្អូនហើយតែតែទឹកវាផុកពេកហើយកន្លែងនេះហើយតែកន្លែងចំជីវិតខ្ញុំពីក្មេងដែរឲ្យទៅដល់ខែប្រាំងឡើងគឺខ្ញុំតែបាយត្រីទីនេះមួយសារបាន10គីឡូ20គីឡូតែឥឡូវនេះគឺមនុស្សកាន់តែកើតប្រៃក៏កាន់តែអស់អញ្ចឹងត្រូវការរត់ភៀសខ្លួនហើយត្រីតាមនេះកាលជំនាន់ខ្ញុំនៅក្មេងមកបាច់អញ្ចឹងទៅដើរមកផ្ទះប្រហែលជា3 4 5ម៉ោងមកដល់ថ្ងៃដែរមកដល់ហ្នឹងដើរទៅដល់ម៉ោង3 4 5ម៉ោងទាំងបាច់ត្រីទាំងអីហ្នឹងជាងការដើរមកម៉ោង2អីម៉ោង6ដល់ផ្ទះវិញហើយដីនៅព្រៃ4 10គីឡូឆ្ងាយបងទៅមកមិនចិត្តទេនឹងពេលវេលាយើងបាច់ត្រីហើយដៃមកបងឃើញតែពេលយើងខ្វាចាប់អាត្រីយ៉ាប់ឲ្យជាតិស្លែកគឺវាកាន់តែមើលមកក៏ក្រិចតែអ្នកព្រៃគឺហូបតែបែបហ្នឹងរស់តែបែបហ្នឹងបងប្អូនយើងលៀងអស់ហើយតែវាមិនជ្រះអាជាតិហ្នឹងទេហើយជាតិហ្នឹងមិនដឹងវាចេញមកពីណាបាទដូចគេត្រាំសបកឈើប៉ះហ្នឹងគឺពណ៌ស្អិតហ្មងហើយនេះជាបន្លែព្រៃយើងកាប់ហៅថាដើមចេកព្រៃជាមួយនឹងប្រហុកយកមកពីស៊ីមរៀបអាធីទិញមកកាយវាចាប់ត្រីហ្នឹងអូឆ្ងាញ់ហើយរសជាតិអេរីវ៉ាន់អញ្ចឹងមានតែប៉ុណ្្នឹងទេយើងជួបនេះវីដេអូក្រោយបាយសុខភាពល្អតំណាងល្អរស់ស៊ីទួលទៀតមានបាទ